បាទសួស្តីបងប្អូននិងប្រិយមិត្តទាំងអស់គ្នាវិលត្រឡប់មកជួបខ្ញុំម្ដងទៀតជាមួយនឹងវីដេអូឃ្លីបថ្មីអូខេនៅក្នុងវីដេអូមួយនេះគឺជាវីដេអូមួយតាក់ទងជាមួយនឹងការប្រើប្រាស់ឬក៏ការបញ្ជាកុំព្យូទ័រពីចម្ងាយតាមរយៈទូរស័ព្ទដៃសម្រាប់កម្មវិធីដែលខ្ញុំប្រើនេះគឺមានឈ្មោះថា AnyDesk ដែលកម្មវិធីមួយនេះមិនមែនប្រើសម្រាប់តែទូរស័ព្ទដៃបញ្ជាលើកុំព្យូទ័រទេសូម្បីតែកុំព្យូទ័របញ្ជាលើកុំព្យូទ័រគ្នាវាក៏យើងអាចប្រើប្រាស់បានដែរប៉ុន្តែជាភាពជាក់ស្ដែងនៅពេលនេះគឺខ្ញុំលើកយកជាទូរស័ព្ទដៃដើម្បីធ្វើការបញ្ជាករណីដែលយើងអត់មានកុំព្យូទ័រមកជាមួយកន្លងមកកាលពីវីដេអូលើកមុនខ្ញុំប្រើតាមកម្មវិធី TeamViewer បាទនេះកម្មវិធី TeamViewer ប៉ុន្តែនៅក្នុងនេះខ្ញុំលើកយកកម្មវិធីមួយដែលមានឈ្មោះថា AnyDesk អូខេកម្មវិធីនេះអ្នកនរអាចចូលទៅធ្វើការ download តាមរយៈ browser website ទៅលើកុំព្យូទ័របានហើយក៏ដូចជាមាននៅក្នុង App Store ឬក៏ Play Store បាទមិនថាជាប្រភេទ Android ឬក៏ជាប្រភេទ iOS ទេរបស់ iPhone ទេគឺយើងអាចធ្វើការ download បានដូចគ្នាអញ្ចឹងនៅពេលដែលអ្នកនរ download បានហើយគឺយើងគ្រាន់តែចុចដំឡើងតាមការណែនាំរបស់គេទេនៅក្នុងនេះខ្ញុំនឹងធ្វើការបង្ហាញពីរបៀបបញ្ជាតែម្ដងថាតើការបញ្ជានោះមានលក្ខណៈបែបណាតោះឥឡូវយើងទៅមើលអូខេនេះគឺជាទូរស័ព្ទដៃរបស់ខ្ញុំបាទយើងមាន app ទូរស័ព្ទដៃយើងមានអីជាក់ស្ដែងអញ្ចឹងទៅយើងចាប់ផ្ដើមដំឡើងកម្មវិធី AnyDesk បាទនេះគឺជាកម្មវិធី AnyDesk បាទនេះបាទជាកម្មវិធី AnyDesk ណាអ្នកនាងអូខេបាទនេះគឺជាកម្មវិធី AnyDesk របស់ខ្ញុំបាទអញ្ចឹងនៅពេលនេះគឺខ្ញុំនឹងបើកកម្មវិធី AnyDesk តែម្ដងបាទខ្ញុំបើកកម្មវិធី AnyDesk អូខេអញ្ចឹងបន្ទាប់ពីយើងបើកកម្មវិធី AnyDesk នៅលើទូរស័ព្ទដៃរបស់យើងក៏ត្រូវបើកកម្មវិធី AnyDesk នោះនៅលើកុំព្យូទ័រផងដែរអញ្ចឹងជាក់ស្ដែងនេះគឺជា AnyDesk ដែលមាននៅលើកុំព្យូទ័ររបស់ខ្ញុំហើយមួយនេះគឺជាបាទនេះមួយនេះគឺជា AnyDesk ដែលនៅលើទូរស័ព្ទដៃរបស់ខ្ញុំអញ្ចឹងដើម្បីធ្វើការបញ្ជាទូរស័ព្ទដៃបានទី1គឺយើងត្រូវធ្វើការ insert ឬក៏វាយបញ្ចូលនៅអាសយដ្ឋានដែលជា AnyDesk នៅលើកុំព្យូទ័រចូលទៅកាន់ទូរស័ព្ទដៃបាទតោះឥឡូវយើងមើលឥឡូវខ្ញុំចាប់ផ្ដើមធ្វើការវាយអាសយដ្ឋានដែលមាននៅលើកុំព្យូទ័រចូលហើយអូខេខ្ញុំដាក់មកអញ្ចឹងយើងប្រើអាសយដ្ឋានរបស់វាគឺ16បាទ85បាទ85 38 98ហើយនឹង72បាទយើងចុចបញ្ជូនបាទនេះចុចបញ្ជូននៅខាងលើហ្នឹងបាទសញ្ញាព្រួយហ្នឹងយើងចុចមកវាបញ្ជូនទៅហើយវាចាប់ផ្ដើមធ្វើការ connecting ទៅឲ្យបន្ទាប់ពីចុចបញ្ជូនទៅវានឹង load notification បាទគេហៅ notification ហ្នឹងគឺនៅលើ AnyDesk នៅលើ desktop នៅលើ computer អញ្ចឹងអ្វីដែលអ្នកត្រូវធ្វើគឺឲ្យម្ចាស់ដែលគាត់ជាម្ចាស់ computer ម្ចាស់អីហ្នឹងគាត់ confirm មកគាត់ accept វាមកទទួលយកវាមកដើម្បីឲ្យយើងអាចចូលទៅបញ្ជាលើ computer នោះបានអញ្ចឹងគាត់ចុច accept កន្លែងនេះបាទអូខេអញ្ចឹងនៅពេលដែលចុច accept ហើយវាចេញសញ្ញាពាក្យ disconnect ហ្នឹងគឺអ្នកនរអត់ធ្វើអីទេមានន័យថាកុំព្យូទ័រនេះត្រូវបានបញ្ជាតាមរយៈទូរស័ព្ទហើយបាទឥឡូវខ្ញុំដាក់ទូរស័ព្ទផ្ដេកណាអូខេនេះបាទខ្ញុំដាក់ទូរស័ព្ទផ្ដេកតិចទៅដើម្បីឲ្យអ្នកនរស្រួលមើលអញ្ចឹងយើងឥឡូវខ្ញុំអត់ប្រើ keyboard ទេគឺខ្ញុំចុចបញ្ជាលើដៃរបស់ខ្ញុំផ្ទាល់តែម្ដងបាទនេះយើងអាចប្រើម៉ៅលើកុំព្យូទ័របានឃើញម៉ៅរត់លើកុំព្យូទ័រឯណានេះបាទអញ្ចឹងយើងអាចប្រើធ្វើការបញ្ជាបាទយើងបិទយើងអីចឹងទៅតែកុំខ្វែង AnyDesk កាលណាយើងខ្វែង AnyDesk មានន័យថាយើងបិទកម្មវិធីហ្នឹងហើយយើងលែងអាចគ្រប់គ្រងបានទៀតហើយបាទយើងគ្រាន់តែដក minimize វាចេញហើយយើងអាចបញ្ជាបានអត់អីទេយើងបញ្ជាចង់ធ្វើអីក៏បានដែរនៅលើកុំព្យូទ័រហ្នឹងបាទចង់បើក file ណាមួយបាទចង់ធ្វើអីនៅលើហ្នឹងក៏បានដែរអត់បញ្ហាអីទេនេះខ្ញុំអាចធ្វើការបញ្ជាបានតែដូចអ្នកដឹងហើយកាលណាយើងប្រើលើទូរស័ព្ទដៃវាយឺតជាងកាលណាដែលយើងប្រើលើ keyboard បាទតែករណីខ្លះក៏យើងអាចជំនួសបានម្ដងម្កាលដែរសម្រាប់ការធ្វើការងារខ្លីៗណាមួយដែលជាភាពចាំបាច់ដែលយើងត្រូវការធ្វើអញ្ចឹងខ្ញុំអាចបញ្ជាកម្មវិធីបានហើយដូចជាខ្ញុំចង់ទៅ download អីមួយឧទាហរណ៍ថាមិត្តភ័ក្តិអត់ដឹងទេនឹង download មិនឥឡូវឧទាហរណ៍ថាខ្ញុំចូលទៅតែម្ដងបាទនេះចូលទៅអូខេបាទយើងអាចចូលទៅ website ណាមួយចូលទៅអីចឹងទៅអូខេឃើញនេះចូលមកនេះឥឡូវចង់ download វាចុះ AnyDesk ហ្នឹង download ម្ដងទៀតណាបាទនេះបាទគេវាលុត download ម្ដងទៀតបាទអូខេអាចចុចដំឡើងចុចអីចឹងទៅបាទអូខេនៅពេលនេះគឺយើងអាចបញ្ជាបានអត់បញ្ហាទេអ្នកនរអាចបញ្ជាបាទកម្មវិធីដែលមាននៅលើកុំព្យូទ័រជាក់ស្ដែងទេអញ្ចឹងយើងខ្ញុំអត់ចុចលើកុំព្យូទ័រទេបាទពេលនេះខ្ញុំអាចបញ្ជាវាបានអត់មានបញ្ហាអីទេអ្នកនរឃើញហើយបាទជាក់ស្ដែងណា
ok អញ្ចឹងបើយើងអត់មានទូរស័ព្ទដៃទេសំទោសបើយើងអត់មានកុំព្យូទ័រទេយើងមានត្រឹមតែទូរស័ព្ទដៃក៏យើងអាចបញ្ជាកុំព្យូទ័រណាមួយដែលមានគាត់ផ្ញើ AnyDesk របស់គាត់មានថាគាត់ screenshot ណាគាត់ screenshot AnyDesk នេះបាទគាត់ screenshot កម្មវិធីហ្នឹងផ្ញើមកក្នុង Messenger ឬក៏ Telegram របស់យើងមកយើងវាយលេខកូដនឹងចូលទៅក្នុង AnyDesk របស់យើងហើយយើងអាចឲ្យគាត់ confirm គាត់ accept វាមកយើងអាចបញ្ជាបានហើយអ្នកនរគ្នាកុំភ័យទាំងតិចគេអាចចូលក្នុងកុំព្យូទ័ររបស់យើងប្រើប្រាស់បានអត់ទេអញ្ចឹងតើទទួលបានការអនុញ្ញាតពីយើងសិនទើបគេអាចបញ្ជាបានបាទអញ្ចឹងឧទាហរណ៍ថាយើងបើក AnyDesk ហើយស្រាប់តែ load notification ថាឲ្យ accept មកអញ្ចឹងអ្នកនរគ្នាបញ្ជាក់ទៅបាទព្រោះហ្នឹងគ្នាយើងហើយមានតែគាត់ស្នើសុំឲ្យយើងគាត់ស្នើសុំដើម្បីឲ្យយើងទទួលយកគាត់ដើម្បីគ្រប់គ្រងលើកុំព្យូទ័ររបស់យើងអូខេនេះបាទខ្ញុំលុបវាបាទខ្ញុំខ្វែងវាអត់លុបទេកាលណាលុបគឺយើងបញ្ជាលេងកើតបាទតែឥឡូវខ្ញុំវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងទេហើយសម្រាប់ការ download ដូចខ្ញុំបានបញ្ជាក់អ្នកនរគ្នាអញ្ចឹងគឺយើងចូលទៅ download នៅក្នុងwebsite របស់នឹងមិនអញ្ចឹងបាទនេះហើយក្នុង Play Store ក៏មានដែរអ្នកនរគ្នាក្នុង Play Store ក៏មានដែរទាំង Play Store ទាំង Android អ្នកនរគាត់វាយពាក្យថា AnyDesk ហើយស្វែងរកក្នុងការដំឡើងទៅអូខេក្នុងវីដេអូនេះគឺយើងមានតែប៉ុណ្្នឹងទេខ្ញុំប្រើសម្រាប់បងប្អូនដែលគាត់ចង់បញ្ជាតាមរយៈទូរស័ព្ទដៃមកលើកុំព្យូទ័រកម្មវិធីនេះដូចខ្ញុំបញ្ជាក់ពីខាងដើមអញ្ចឹងយើងមិនមែនប្រើសម្រាប់ទូរស័ព្ទដៃទេដោយវាមាននៅលើកុំព្យូទ័រអញ្ចឹងយើងអាចប្រើប្រាស់កុំព្យូទ័រផ្សេងមកធ្វើការបញ្ជាបានអត់ជាបញ្ហាទេដើម្បីដូចខ្ញុំអញ្ចឹងខ្ញុំអាសាដាក់ license ឲ្យមិត្តភ័ក្តិដាក់ license ឲ្យអ្នកដែលគេទិញអញ្ចឹងដែរយើងគ្រាន់តែធ្វើការបញ្ជាពីចម្ងាយធ្វើអីគេជាការស្រេចខ្ញុំធ្លាប់ប្រើជាទូទៅគឺខ្ញុំប្រើទៅលើមានកម្មវិធីមួយចំនួនដែរដូចជា TeamViewer ប៉ុន្តែ TeamViewer នេះវាមេធំទំហំធំក្នុងការ download ហើយមួយទៀតត្រូវបង្កើត account ច្រើនបាទមានន័យថាយើងបើកវាមកយើងត្រូវការបង្កើត account ឥឡូវខ្ញុំបើកចុះ TeamViewer អ្នកនរមើលវាត្រូវការបង្កើត account ទៀតបាទបញ្ចូលមកអញ្ចឹងឲ្យយើង sign in ដាក់ account ដាក់អីចឹងទៅហើយយើងចង្ការពេលខ្លះទៅយូរធ្វើម្ដងភ្លេចទាំង password account ហ្នឹងទៀតអញ្ចឹងវារៀងស្មុគស្មាញដែរនៅពេលដែលយើងធ្វើយូរម្ដងប៉ុន្តែសម្រាប់កម្មវិធី AnyDesk នេះអត់ទេអត់មានត្រូវការ account អត់មានត្រូវការអីទេគឺយើងគ្រាន់តែចុចមកយើង connect គ្នាប្រើប្រាស់បានតែម្ដងនេះគឺជាវីដេអូណែនាំសម្រាប់កម្មវិធីនៅលើកុំព្យូទ័រអរគុណមែនទែនសម្រាប់ការទស្សនាវីដេអូនេះយើងនឹងជួបគ្នាជាមួយនឹងវីដេអូលើកក្រោយបន្តទៀតបាទអរគុណ